សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយរៀបរាប់ពីគុណសម្បត្តិនិងគុណវិបត្តិក្នុងការមករៀននៅសហរដ្ឋអាមេរិកក្នុងនាមជាកូនសិស្សហើយបរទេសណាអញ្ចឹងឆ្លងតាមបទពិសោធន៍ដែលខ្ញុំជួបផ្ទាល់ហើយនឹងតាមការស្រាវជ្រាវបន្ថែមរបស់ខ្ញុំទី1យើងដឹងហើយសហរដ្ឋអាមេរិកគឺជាប្រទេសល្បីហើយការអប់រំគឺកម្រិតស្តង់ដារអន្តរជាតិអញ្ចឹងពេលរៀនចប់យើងអាចទៅធ្វើការនៅកន្លែងណាក៏បានដែរគឺគេទទួលស្គាល់ជាអន្តរជាតិតែម្ដងដោយសារការបរៀនគេហ្នឹងពឹងផ្អែកផ្ដោតទៅលើការត្រេះរិះគិតពិចារណាការស្រាវជ្រាវហើយនឹងការអនុវត្តផ្ទាល់មួយទៀតនៅក្នុងសាលាវាមានflexible system អញ្ចឹងបើយើងរៀនជំនាញអីមួយក្រៅតែពីជំនាញរបស់យើងដែលត្រូវរៀនហ្នឹងយើងអាចទៅរៀនមុខវិជ្ជាអីផ្សេងទៀតក៏បានដែរឲ្យតែមានពេលរៀនចុះឈ្មោះទៅរៀនតាំងពីជំនួញតាំងពីសេដ្ឋកិច្ចតាំងពីដូរតន្ត្រី IT និយាយទៅរៀនបាននៅក្នុងសាលាផ្សេងឲ្យតែនៅក្នុងសកលជាមួយគ្នាហ្នឹងណាគឺគេហៅ school ឬ department ផ្សេងហ្នឹងឲ្យតែមាននៅក្នុងសាលាយើងឲ្យតែមានកម្លាំងរៀនទៅចុះឈ្មោះរៀនបានទាំងអស់និយាយទៅត្រូវមាន time management ហើយ focus ទៅលើអីដែលយើងចង់បានជាពិសេសហ្នឹងបើយើងរៀន IT តែយើងចង់ចេះ economy ចង់ចេះជំនួញក៏ទៅរៀន take course ហើយនឹងបានដូចគ្នាបានដូចកូនសិស្សផ្សេងអញ្ចឹងតែបើត្រូវរៀនមុខជំនាញគោយើងហ្នឹងដែលតម្រូវហ្នឹងសិនទៅណាហើយបើ elective course យើងចង់ take អីក៏បានដែរហើយមួយទៀតនោះគឺឱកាសការងារសម្រាប់នៅអាមេរិកនេះគឺមានសម្រាប់កូនសិស្សគេហៅថា OPT ឬក៏ STEM OPT សម្រាប់ OPT ហ្នឹងកូនសិស្សពេលរៀនចប់អាចធ្វើការបាន1ឆ្នាំបើសិនជារៀនផ្នែក Social Major ឬក៏អាចធ្វើការបានរហូតដល់ទៅ3ឆ្នាំបើយើងរៀនជា STEM Major និងមួយទៀតនៅសាលានេះគឺមានឱកាសជួបមនុស្សល្បីមានការស្រាវជ្រាវមានអីតាក់ទងជាមួយក្រុមហ៊ុនអីហ្នឹងគឺគេមកសាលាគេមកផ្ដល់ជាបទពិសោធន៍គេហើយយើងអាចជាមានជា tour study ទៅសាលាផ្សេងដែរដែលសាលារៀបចំឲ្យអញ្ចឹងណាអញ្ចឹងឱកាសហ្នឹងគឺមានច្រើនសម្រាប់ឲ្យយើងជួបពួកគាត់ជនល្បីហើយពេលខ្លះក៏គាត់មកសាលាថ្ងៃ graduation ថ្ងៃអីហ្នឹងគឺយើងមានអារម្មណ៍ថាចិត្តដិតមួយជនល្បីមែនតើធ្វើឲ្យmotivation យើងហ្នឹងខ្ពស់ហើយជួបមនុស្សផ្សេងបានជាច្រើនតាំងពីជនជាតិសាសអីផ្សេងហ្នឹងទៅធ្វើឲ្យផ្នត់គំនិតរបស់យើងនេះកាន់តែរីកចម្រើនជាងមុនហើយភាសាអង់គ្លេសរបស់យើងហ្នឹងក៏និយាយស្ទាត់បានលឿនដែរดังนั้นសាលាក៏គេមាន career counselor គេជួយកូនសិស្សសម្រាប់ឲ្យកូនសិស្សសរសេរ CV ឲ្យបានល្អជួយតាក់ទងទៅ alumni អីចឹងទៅឲ្យរៀបចំ job fair career fair អីអញ្ជើញក្រុមហ៊ុនផ្សេងមកសាលាដើម្បីឲ្យកូនសិស្សបានជួបបានស្គាល់បានដាក់ពាក្យធ្វើការអីឱកាសហ្នឹងមានគ្រាន់ថាការប្រកួតប្រជែងវានៅតែមានច្រើនចឹងព្រោះកូនសិស្សមានច្រើនក្រុមហ៊ុនមិនមកអាច recruit កូនសិស្សបានគ្រប់គ្នាណាអញ្ចឹងក៏ត្រូវតែមានការប្រកួតប្រជែងដែរគ្រាន់ថាឱកាសហ្នឹងគឺវានៅនឹងសម្រាប់យើងចាប់យកឥឡូវមកដល់ចំណុចមួយទៀតគឺតាក់ទងរឿងគុណវិបត្តិហ្នឹងសំខាន់ទី1គឺគុណវិបត្តិតាក់ទងរឿងលុយសាលាល្អ Yale អី Harvard អីហ្នឹងគឺល្បីហើយតែហ្នឹងគឺជាសាលាឯកជនណាថ្លៃខ្លាំងណាស់មួយឆ្នាំ$80,000បរៀនជា MBA program ហើយបរៀន major អីផ្សេងដូច environmental ដូចអីដែលខ្ញុំរៀនហ្នឹងមួយឆ្នាំចូលចិត្ត$4,000 ទៅ$50,000ដែរហើយអញ្ចឹងខ MBA ហ្នឹងគុណនឹង2តែ return on investment ហ្នឹងក៏រៀងខ្ពស់ដែរដូចថាពេលរៀនចប់អាចធ្វើការបានមួយឆ្នាំ$10,000ទៅ$15,000ក្នុងមួយឆ្នាំអញ្ចឹងទៅហើយណារៀនជំនាញអីផ្សេងទៀតអាចមានឱកាសការងារចន្លោះពី$50,000ទៅ$10,000នៅក្នុងមួយឆ្នាំអញ្ចឹងណាអញ្ចឹងយើងគិតដែរថាយើងចំណាយលុយប៉ុណ្ណឹងយើងមានឱកាសការងារត្រឡប់បានមកវិញប៉ុណ្ណឹងអញ្ចឹងអាហ្នឹងគឺជាកត្តាត្រូវគិតជាចាំបាច់ដែរមុនពេលមករៀនព្រោះកុំគិតតែចង់រៀនអីដែលស្រឡាញ់ពេលខ្លះស្រឡាញ់ឯតែបើពេលរៀនចប់ទៅឱកាសការងារវាអត់សម្បូរវាអត់អាចរកលុយបានច្រើនអញ្ចឹងក៏គួរតែគិតដែរបើសិនជាយើងត្រូវចំណាយលុយច្រើនអញ្ចឹងតើយើងអាចរកលុយបានមកវិញកម្រិតណាពេលយើងរៀនចប់ហ្នឹងចង់ឲ្យគិតពិចារណារឿងហ្នឹងមួយទៀតនោះតាក់ទងរឿងការធ្វើការហ្នឹងក៏វា strict មែនតើយើងមានឱកាសការងារតាំងពីកូនសិស្សហើយយើងអាចធ្វើការនៅក្នុង campus បានតែអាចធ្វើការ off campus បានទេ campus ហ្នឹងអីក៏ដោយការងារនៅសាលាការងារនៅបណ្ណាល័យការងារនៅអីចឹងធ្វើជា research assistant ធ្វើជា teaching assistant មួយគ្រូអីហ្នឹងហើយធ្វើហ្នឹងបានតិច
តិចជាង20ម៉ោងក្នុងមួយសប្តាហ៍អញ្ចឹងអាចបានរហូតដល់ទៅ19.9 ម៉ោងក្នុងមួយសប្តាហ៍អញ្ចឹងទៅនឹងពេលរៀនចប់យើងអាចធ្វើការណាដែលត្រូវជំនាញយើងព្រោះវីសាកូនសិស្សយើងអនុញ្ញាតឲ្យយើងយកជំនាញដែលយើងរៀននៅសាលាហ្នឹងយកទៅអនុវត្តផ្ទាល់ជាមួយក្រុមហ៊ុននៅសហរដ្ឋអាមេរិកនេះអញ្ចឹងយើងអត់អាចចេះតែធ្វើការងារអីណាទៅពីដែលអត់ត្រូវជំនាញបានទេព្រោះវីសាហ្នឹងគឺតម្រូវអញ្ចឹងហើយយើងត្រូវបំពេញបែបបទទៅ Homeland Security ត្រូវ report ទៅ school អីចឹងទៅរយៈពេល6ខែម្ដងមួយឆ្នាំម្ដងអីចឹងថាយើងធ្វើហ្នឹងវាបានអីគេខ្លះតាក់ទងមួយជំនាញយើងអីចឹងទៀតណាហ្នឹងគឺជាគោលការណ៍ដែលយើងត្រូវបំពេញដើម្បីឲ្យយើងហ្នឹងមាន visa status យើងហ្នឹង valid រហូតពេលនៅអាមេរិកក្នុងរយៈពេល1ទៅ3ឆ្នាំហ្នឹងហើយមួយទៀតឱកាសការងារពេល pathway សម្រាប់នៅអាមេរិកឲ្យបានយូរអង្វែងហ្នឹងវាអត់ guarantee 100% ទេអញ្ចឹងត្រូវត្រៀមចិត្តទុកមុនហើយមាន plan B ផងបើយើងធ្វើការជាមួយនឹងក្រុមហ៊ុនល្បីក្រុមហ៊ុនធំគេ sponsor student អញ្ចឹងគេ sponsor H1B ហ្នឹងសម្រាប់ដាក់ឲ្យយើងបាន H1B visa ព្រោះវីសាកូនសិស្សយើងអាចបានតែ3ឆ្នាំឯងបើយើងជាប់បាន H1B visa ហ្នឹងគឺយើងអាចធ្វើការនៅអាមេរិកបានយូរអង្វែងយូរលើពីហ្នឹងហើយក្រុមហ៊ុនគឺគេចង់ឲ្យយើងធ្វើការយូរអង្វែងមួយគេដាក់អាហ្នឹងគេបង់លុយបង់អីឲ្យយើងទៅតែអ្នកដាក់វាមានច្រើនហើយអា lottery ហ្នឹងគឺវា H1B វាមានកំណត់ចឹងដើម្បីឲ្យមានស្មារតីគេបញ្ចូលនៅក្នុង system ហៅថា lottery ហើយគេចាប់ជារៀងរាល់ឆ្នាំមួយឆ្នាំមាន100000ការងារអីចឹងតាមចំនួនកំណត់អីចឹងទៅបើសិនជាអត់ជាប់យើងឆ្នាំហ្នឹងឆ្នាំក្រោយដាក់ទៀតចឹងតែកំណត់ក្នុង3ឆ្នាំហ្នឹងបើយើងអាចជាប់ចឹងយើងអាចបានធ្វើការងារតហើយបើអត់ជាប់ទេត្រូវធៀមខ្លួនចឹងទៅព្រោះវាអត់100%ហើយការងារខ្លះបើយើងធ្វើជាមួយក្រុមហ៊ុនល្បីក្រុមហ៊ុនល្អមែនតើគេមាននៅកាណាដាមាននៅមិចស៊ីកូអីចឹងណាក្រុមហ៊ុនអាចបញ្ជូនយើងទៅធ្វើការនៅនឹងបន្ទាប់ពីយើងផុតវីសាសុពលភាពនៅសហរដ្ឋអាមេរិកអញ្ចឹងឱកាសហ្នឹងគឺមានហើយគុណវិបត្តិអីនិងគុណសម្បត្តិអីហ្នឹងវាថ្លឹងថ្លែងគ្នាតាមហ្នឹងទៅយើងអាចពិចារណាបានណាថាយើងមានសមត្ថភាពឬក៏យើងអាចចាប់យកឱកាសហ្នឹងបានដែរឬមួយក៏អត់មួយទៀតនោះគឺអារបៀប cultural exchange cultural យើងស្គាល់មនុស្សច្រើនហើយចេះដឹងច្រើនល្អហើយតែមកនៅនេះវាខុសប្លែកពីស្រុកខ្មែរវាអាហារហូបចុកអីវាខុសគ្នាទាំងអស់គឺមិនងាយស្រួលហ្មងទេពិបាកដែរ home sick home អីហ្នឹងហើយនឹកផ្ទះនឹកអីហ្នឹងនៅឆ្ងាយខ្លាំងណាស់ពិបាកទៅលេងផ្ទះអញ្ចឹងថាយើងនឹងអាចត្រៀមចិត្តបានកម្រិតណាប្រឈមមកជាមួយនឹង stress ដែលនឹកផ្ទះហងត្រូវរៀនផងត្រូវធ្វើការផងត្រូវខំដាក់ការងារផងអីហ្នឹងគឺជាកត្តាប្រឈមសម្រាប់កូនសិស្សហើយញោមនេះនឹកផ្ទះចង់ឈួរតែម្ដងតែអាចទៅកើតទេអត់មានលុយទៅហងហើយណាមួយឈប់អត់បានយូរអីចឹងទៅគឺពិបាកខ្លាំងណាស់នឹងមួយទៀតតកតងរឿង health care insurance នេះគឺម្នាក់ត្រូវមាន health care ហ្នឹងព្រោះថ្លៃខ្លាំងណាស់បើចូលពេទ្យអត់មាន health care ហ្នឹងទំបីតាបងinsurance ហ្នឹងហើយក៏នៅតែថ្លៃដែរក៏ពេលខ្ញុំជាកូនសិស្សខ្ញុំបង់ health care ហ្នឹងមួយឆ្នាំឡើង$3000ទោះបីជាខ្ញុំអត់មានឈឺត្រូវទៅដេកពេទ្យអីក៏ដោយក៏បង់អញ្ចឹងណាគ្រាន់ពេលបើមានអាសន្នអីទៅដេកពេទ្យទៅវាអស់លុយតិចអញ្ចឹងជាសរុបមកវិញគឺបើចង់មករៀននៅអាមេរិកទី1ត្រូវមានផែនការច្បាស់លាស់មែនតើរៀបចំតាំងពីថ្ងៃទី1ហ្មងណាថាមករៀនហ្នឹងមកអាមេរិកចង់នៅអាមេរិកតពេលរៀនចប់ឬក៏ចង់ទៅស្រុកវិញចង់ធ្វើការនៅនេះឬក៏ចង់ទៅធ្វើការនៅណាបើរៀនចប់គ្រាន់តែចង់មករៀនទេមិនសូវប្រហែលទេតែបើថារៀនចប់ហើយចង់បានការងារនៅអាមេរិកត្រូវត្រៀមច្រើនខ្លាំងណាស់តាំងពីមកដល់ភ្លាមត្រូវរៀបចំ CV ត្រូវរៀបចំ networking ហើយដាក់ការងារជាបន្ទាន់ព្រោះយើងត្រូវការជំនាញបទពិសោធន៍practice internship អីនៅអាមេរិកផ្ទាល់ដើម្បីពេលរៀនចប់ទៅងាយស្រួលសម្រាប់យើងដាក់ full time job ព្រោះ internship ហ្នឹងជួយយើងច្រើនណាស់បង្ហាញថាយើងហ្នឹងមានសមត្ថភាពយើងធ្លាប់ធ្វើការអញ្ចឹងហើយ internship ហ្នឹងក៏ត្រូវដាក់តាំងត្រៀមខ្លួនតាំងពីថ្ងៃដំបូងដាក់ការងារហៅមើលក្រុមហ៊ុនផ្សេងធ្វើ networking ចូល seminar ចូលអីជួបជុំមនុស្សជាច្រើនអីចឹងទៅដើម្បីដាក់ឲ្យបានជាប់ហើយមួយទៀតនោះគឺ financial plan ថ្មិចលុយនឹងចាយឲ្យគ្រាន់ដល់រៀនចប់មានគម្រោងត្រូវប៉ុណ្ណេះបងស្លាត្រូវប៉ុណ្ណេះចាយត្រូវប៉ុណ្ណេះបងថ្លៃផ្ទះអីចឹងទៅត្រូវមានគម្រោងមានផែនការច្បាស់លាស់ហើយត្រូវមានself discipline ហ្នឹងគឺវិន័យក្នុងខ្លួន
ពេលខ្លះក៏ motivation ហ្នឹងវាអត់នៅជាមួយរហូតទេវិន័យហ្នឹងគឺថ្ងៃណាយើងក៏ត្រូវធ្វើសកម្មភាពដែលយើងត្រូវធ្វើហ្នឹងដែរអញ្ចឹង time management ហ្នឹងក៏ត្រូវរៀបចាត់ចែងឲ្យបានល្អស្របមកអើយវីដេអូនេះមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើន